វេទនាចេតសិកវេទនាចេតសិកជាធម្មជាតិដែលសោយអារម្មណ៍ធម្មជាតិដែលឈ្មោះថាវេទនាចេតសិកនោះមានអត្ថាទទួលដឹងគឺសោយរសនៃអារម្មណ៍មែនពិតសំបីសមយុទ្ធធម៌ដតីក្រៅពីនេះក៏រមែងមានការសោយអារម្មណ៍បានដូចគ្នាតែជាការសោយអារម្មណ៍ត្រឹមតែចំណែកខ្លះប៉ុណ្ណោះដូចជាភាសាមានការសោយអារម្មណ៍មួយគណៈដែលប៉ះខ្ទប់សញ្ញាក៏មានការសោយត្រឹមតែចាំអារម្មណ៍ប៉ុណ្ណោះចេតនាក៏ត្រឹមតែការចាត់ចែងអារម្មណ៍ប៉ុណ្ណោះមិនបានមានការសោយរសរបស់អារម្មណ៍ដោយត្រង់ដូចយ៉ាងវេទនាទេព្រោះដូច្នោះវេទនាទើបរាប់ថាជាម្ចាស់ជាធំមានអំណាចក្នុងការសោយអារម្មណ៍ដោយត្រង់ក្នុងអដ្ឋសាលីនីអដ្ឋកថាប្រៀបវេទនាដូចព្រះរាជាសមយុទ្ធធម៌ក្រៅពីនេះដូចចុងភៅអ្នកចំអិនភោជនដែលមានរសល្អផ្សេងហើយຕົកក្នុងភេជ្ជៈប្រថាប់ត្រានឹមចូលថ្វាយព្រះរាជាព្រះអង្គទ្រង់ជាម្ចាស់ជាធំមានអំណាចសោយបានតាមព្រះរាជបំណងចំណែកសម្បយុទ្ធធម៌ក្រៅនោះសោយរសអារម្មណ៍បានត្រឹមចំណែកខ្លះដោយចុងភៅដែលភ្លក់ក្រយ៉ាហាត្រឹមតែចំណែកខ្លះប៉ុណ្ណោះដូច្នោះទើបពោលបានថាវេទនាជាធម្មជាតិដែលសោយអារម្មណ៍ទាំងអស់ដោយត្រង់និងពិតប្រាកដលក្ខណៈរបស់វេទនាតាមន័យរបស់បលិជ្ជសមុប្បាតអនុភវៈអ្នកលក្ខណៈមានការសោយអារម្មណ៍ជាលក្ខណៈវិសយៈរសៈសម្ភោគៈរក្សាមានការសោយរសរបស់អារម្មណ៍ជាកិច្ចសុខៈទុក្ខៈបច្ចុប្បដ្ឋានាមានសុខនិងទុក្ខជាផលផស្សៈបតដ្ឋានាមានផស្សៈជាហេតុចិត្តការទទួលដឹងឬការសោយអារម្មណ៍របស់វេទនានោះបើនឹងចែកសេចក្តីដឹងក្នុងការសោយអារម្មណ៍ដែលជាអត្ថារម្មណ៍អនិត្ថារម្មណ៍និងមជ្ឈត្តារម្មណ៍ហើយសេចក្តីដឹងសុខសប្បាយហៅថាសុខវេទនាសេចក្តីដឹងទុក្ខមិនសប្បាយហៅថាទុក្ខវេទនាសេចក្តីដឹងប្រងើយគឺមិនទុក្ខមិនសុខហៅថាអទុក្ខមសុខវេទនាការចែកវេទនាជា3ប្រភេទតាមសេចក្តីដឹងក្នុងការសោយអារម្មណ៍នេះហៅថាចែកដោយអារម្មណានុភវៈអ្នកលក្ខណៈនៃតែបើចែកដោយភាពជាធំក្នុងការទទួលអារម្មណ៍គឺការសោយអារម្មណ៍ដែលជាប់ដោយកាយនិងជាប់ដោយចិត្តហើយក៏ចែកចេញជា5ប្រភេទគឺផ្លូវកាយមាន2បានដល់សេចក្តីដឹងសប្បាយកាយហៅថាសុខវេទនាសេចក្តីដឹងមិនសប្បាយកាយហៅថាទុក្ខវេទនាផ្លូវចិត្តមាន3បានដល់សេចក្តីដឹងសប្បាយចិត្តហៅថាសោមនស្សវេទនាសេចក្តីដឹងមិនសប្បាយចិត្តហៅថាទោមនស្សវេទនាសេចក្តីដឹងប្រងើយហៅថាឧបេក្ខាវេទនាការចែកវេទនាដោយភាពជាធំក្នុងការសោយអារម្មណ៍ជា5ប្រភេទនេះហៅថាចែកដោយឥន្ទ្រិយភេទន័យនិងបានសម្ដែងលក្ខណៈពិសេស
ចំពោះខ្លួនរបស់វេទនាទាំង5ប្រការតាមន័យដូចពូលនេះគឺ1សុខវេទនាចេតសិកគឺធម្មជាតិដែលសោយអារម្មណ៍សប្បាយតាមផ្លូវកាយមានលក្ខណៈតិចតុកៈសម្ដែងថាអត្ថាផោតពានុភវៈនលក្ខណੰមានការប៉ះផ្ទប់ជាមួយផោតពាអារម្មណ៍ដែលល្អជាលក្ខណៈសម្បយុត្តានੰឧបព្រោហនរសੰមានការធ្វើឲ្យសម្បយុត្តធម៌ចម្រើនជាកិច្ចកាយិកៈអស្សាតបតិដ្ឋានੰមានសេចក្តីត្រេកអរផ្លូវកាយជាផលកាយន្ទ្រីយបតិដ្ឋានੰមានកាយប្រសាទជាហេតុចិត្ត2ទុក្ខវេទនាចេតសិកគឺធម្មជាតិដែលសោយអារម្មណ៍មិនសប្បាយតាមផ្លូវកាយមានលក្ខណៈតិចតុកៈសម្ដែងថាអនិដ្ឋផោតពានុភវៈនលក្ខណੰមានការប៉ះផ្ទប់ជាមួយផោតពាអារម្មណ៍មិនល្អជាលក្ខណៈសម្បយុត្តានੰមិលាបនរសੰមានការធ្វើសម្បយុត្តធម៌ឲ្យសៅម៉ងជាកិច្ចកាយិកាពាធេបច្ចុប្បដ្ឋានੰមានអាពាធផ្លូវកាយជាផលកាយន្ទ្រីយបតិដ្ឋានੰមានកាយប្រសាទជាហេតុចិត្ត3សោមនស្សវេទនាចេតសិកគឺធម្មជាតិដែលសោយអារម្មណ៍សប្បាយចិត្តមានលក្ខណៈតិចតុកៈសម្ដែងថាអត្ថារមណានុភវៈនលក្ខណੰមានការសោយអារម្មណ៍ដែលល្អជាលក្ខណៈអត្ថាការៈសម្ភោគរសੰមានការប្រសពជាមួយអាការដែលគូប្រាថ្នាជាកិច្ចចេតសិកៈអស្សាតបច្ចុប្បដ្ឋានੰមានការរីករាយត្រេកអរផ្លូវចិត្តជាផលបស្សទ្ធិបតិដ្ឋានੰមានការស្ងប់កាយចិត្តជាហេតុចិត្ត4តោមនស្សវេទនាចេតសិកគឺធម្មជាតិដែលសោយអារម្មណ៍មិនសប្បាយចិត្តឬទុក្ខផ្លូវចិត្តមានលក្ខណៈតិចតុកៈសម្ដែងថាអនិច្ចារមណានុភវៈនលក្ខណੰមានការសោយអារម្មណ៍ដែលមិនល្អជាលក្ខណៈអនិច្ចាការៈសម្ភោគរសੰមានការប្រសពជាមួយអាការៈដែលមិនគូប្រាថ្នាជាកិច្ចចេតសិកាពាធៈបច្ចុប្បដ្ឋានੰមានអាពាធផ្លូវចិត្តជាផលហតយវត្ថុបតិដ្ឋានੰមានហតយវត្ថុជាហេតុចិត្ត5ឧបេក្ខាវេទនាចេតសិកគឺធម្មជាតិដែលសោយអារម្មណ៍ព្រងើយផ្លូវចិត្តមិនទោមនស្សនិងមិនសោមនស្សមានលក្ខណៈតិចតុកៈសម្ដែងថាមច្ឆតវេតយិតលក្ខណាមានការសោយអារម្មណ៍យ៉ាងកណ្ដាលជាលក្ខណៈសម្បយុត្តានੰនិតិឧបព្រោហនមិលាបនរសាមានការរក្សាសម្បយុត្តធម៌មិនឲ្យចម្រើននិងមិនឲ្យសៅម៉ងជាកិច្ចសន្តភាវៈបច្ចុប្បដ្ឋានាមានការស្ងប់ជាផលនិបៃតេកចិត្តបតិដ្ឋានាមានចិត្តដែលមិនមានបៃតេជាហេតុចិត្តយ៉ាងណាក្តីសុខទុក្ខសោមនស្សទោមនស្សឬឧបេក្ខាសុទ្ធតែជាអាការសោយរស់នៃអារម្មណ៍ដូចគ្នាទាំងអស់ដូច្នោះវេទនាចេតសិក
ទើបពោលបានថាជាធម្មជាតិដែលសោយអារម្មណ៍